បូសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយនិងសួស្តីដល់ការបងប្អូនទី12ទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបអញ្ចឹងថ្ងៃនេះដែរគឺលោកគ្រូមានរបៀបនៃការមើលមុំពិសេសរបស់យើងដោយសារតែឃើញថាពីច្រើនយើងច្រឡំមុំពិសេសទាំង5ហ្នឹងពីច្រើនយើងច្រឡំអញ្ចឹងហើយយើងមកមើលពីរបៀបទាំងអស់គ្នាជំហានដំបូងយើងត្រូវស្គាល់មុំពិសេសរបស់យើងសិនវាមាន0វាមាននេះគេផាយលើ6ផាយលើ4ផាយលើ3និងផាយលើ2ជាមុំពិសេសរបស់យើងអញ្ចឹងដើម្បីរាប់ដៃបានទី1យើងត្រូវស្គាល់ទីតាំងរបស់យើងសិនយើងរាប់ដៃឆ្វេងណាយើងរាប់ដៃឆ្វេងតែប៉ុន្តែយើងអាចរាប់ដៃស្ដាំក៏បានឆ្វេងក៏បានដែរប៉ុន្តែគ្រូសូមលើកយកដៃឆ្វេងឲ្យយើងសរសេរវាស្រួលជាងអញ្ចឹងតោះ0លើការ៉េឬក៏0ផាយលើ6ផាយលើ4ផាយលើ3និងផាយលើ2អញ្ចឹងយើងត្រូវដឹងទីតាំងរបស់យើងសិននៅពេលដែលយើងដឹងទីតាំងរបស់មុំពិសេសទាំង5ហើយយើងទៅសង្កេតមើលទៀតខាងស៊ីននិងខាងកុសត្រូវចាំវាខាងមេដៃរបស់យើងគឺស៊ីនឬក៏យើងអាចនិយាយបានថាស៊ីននៅខាង0រហូតគឺជានិច្ចអត់អាចប្រែប្រួលបានទេនៅពេលដែលយើងចាំពីកលឹះហ្នឹងគឺយើងអាចធ្វើបានហើយយើងត្រូវចាំអាពីកលឹះហ្នឹងសំខាន់ជាងគេហើយកលឹះទី3គឺយើងមើលនេះចំនួនម្រាមដៃឬចំនួនម្រាមដៃលើ2មានន័យថាម្រាមដៃយើងសល់ប្រមាណយើងរាប់ទៅដាក់ក្នុងលឹះហ្នឹងហើយចាញ់នឹង2ភាគបែបនេះ2រហូតតោះឥឡូវយើងមកមើលទាំងអស់គ្នាពីការរាប់ដៃរបស់យើងអញ្ចឹងគ្រូសូមឧទាហរណ៍តទៅនឹងការរាប់ដៃផាយលើ6បើសិនយើងចង់បានផាយលើ6យើងចាប់តាមរាប់0យើងរាប់ដៃឆ្វេងណា0ផាយលើ6គឺដៃចង្អុលណាផាយលើ6យើងចាប់តាមរាប់នៅពេលដែលយើងរាប់យើងចង់បានខាងណាសំខាន់តើយើងចង់បានខាងស៊ីនឬខាងកុសតើណាអូខេឥឡូវនេះគ្រូចង់បានខាងស៊ីនបើសិនជាយើងចង់បាននៅស៊ីនមុំផាយលើ6យើងត្រូវរាប់មកខាងស៊ីនរបស់យើងគឺខាងមេដៃខាង0យើងរាប់មកខាងស៊ីនអញ្ចឹងយើងឃើញថានៅខាងស៊ីនសមម្រាមដៃចំនួន1អញ្ចឹងមានន័យថារឹស1នៅលើ2យើងដឹងថារឹស1ស្មើប្រមាណរឹស1គឺស្មើ1អញ្ចឹងយើងទាញបានអីគេមុំរបស់យើងគឺស៊ីនផាយលើ6ស្មើ1លើ2ចុះបើសិនជាយើងចង់បានខាងកុសយើងបិទដៃនឹងដដែលចង់បានខាងកុសគឺយើងរាប់ទៅខាងកុសរបស់យើងសមមានដៃប្រមាណ1 2 3អញ្ចឹងមានន័យថារឹសរបស់យើងនេះរឹស3នៅលើ2យើងទាញបានកុសនៃផាយលើ6ស្មើរឹស3លើ2អូខេចុះបើសិនជាយើងចង់បានមុំផាយលើ4យើងរាប់មកតា0ផាយលើ6ផាយលើ4ដៃកណ្ដាលនេះយើងបិទចឹងមកយើងសង្កេតមើលចង់បានស៊ីនយើងរាប់មកខាងស៊ីនដដែលខាងស៊ីនរបស់យើងសមមានដៃ1 2ខាងកុសក៏សល់1 2ដែរអញ្ចឹងមានន័យថាតម្លៃរបស់យើងឬ2នៅលើ2ទាំងពីរហ្នឹងគឺករណីពិសេសរបស់យើងណាឬ2នៅលើ2ឬ2នៅលើ2អញ្ចឹងបើសិនជាគ្រូចង់បានមុំរបស់យើងនេះគឺផាយលើ3យើងចង់បានផាយលើ3យើងរាប់ទៀតមកនេះ0ផាយលើ6ផាយលើ4និងផាយលើ3នៅពេលដែលយើងរាប់យូរទៅយើងចាំអីចាំបានផាយលើ3ទៅនេះយើងរាប់មកខាងស៊ីនសមម្រាមដៃ3អញ្ចឹងមានន័យថារឹស3លើ2យើងរាប់មកខាងកុសសម1ចាំបាន1លើ2អញ្ចឹងយើងទីបានស៊ីនរបស់យើងគឺស្មើរឹស3លើ2កុសរបស់យើងគឺស្មើ1លើ2ហើយចំពោះអាពីខាងនេះវាចូលកាន់តែយើងអាចពិសេសដែរយើងអាចតាមមើលតាមរង្វង់ក៏បានមើលតាមរាប់ដៃក៏បានដែរអញ្ចឹងយើងមកមើលទាំងអស់គ្នា0នេះគឺ0ហើយយើងបិទមេដៃមកយើងមើលខាងស៊ីននេះមានសមម្រាមដៃអត់មានទេគឺទទេស្អាតអញ្ចឹងមានថាស៊ីននៃមុំ0គឺស្មើ0ហើយខាងកុសសមម្រាមដៃ4អញ្ចឹងមានន័យថារឹស4នៅលើ2ហើយយើងដឹងថារឹស4ស្មើប្រមាណនឹងស្មើ2ចាត់នឹង2ទៅគឺស្មើ1ហើយអញ្ចឹងយើងទីបានអីគេស៊ីននៃមុំ0គឺស្មើ0កុសយើងគឺស្មើ1ហ្នឹងគឺជារបៀបមើលរបស់យើងហើយមួយទៀតត្រូវចំណាំណាបើសិនជា0គូនឹង1គូនឹង0រហូតអត់ដែរ1ដូចគ្នាទេអញ្ចឹងត្រូវប្រយ័ត្នអីហ្នឹងចាប់ផាយលើ2យើងផាយលើ2យើងបិទមុំផាយលើ2យើងមកខាងកុសគឺអត់មានសល់អីទាំងអស់អត់មានសល់ទេខាងស៊ីនសមម្រាមដៃ4អញ្ចឹងមានន័យថារឹស4លើ2អញ្ចឹងស្មើ1ដូចគ្នាយើងទីបានស៊ីននៃមុំផាយលើ2ស្មើ1ហើយកុសស្មើ0នេះគឺជាវិធីមើលដែលងាយស្រួលបំផុតដែលយើងអាចចំណាំបានណាហើយយើងអាចរៀនរាប់យើងរាប់តាមហ្នឹងទៅនៅពេលយើងរាប់ចាំហើយឧទាហរណ៍ពេលប្រឡងបាក់ឌុបយើងគេបញ្ចែកกระดาษព្រាងឲ្យយើងយកกระดาษព្រាងមកយើងរាប់វាទុកទៅហើយយើងកត់តារាងហ្នឹងទុកនៅក្នុងกระดาษព្រាងរបស់យើងឲ្យទៅដើម្បីកុំឲ្យយើងភ្លេចដល់ពេលយើងប្រឡងយើងសរសេរយកទៅហើយបាត់ហើយ
នេះគឺជាវិធីមើលដែលស្រួលបំផុតហើយគូសុំរំលឹកមកវិញថាវិធីមើលទាំងអស់មាន3ជំហានទី1យើងត្រូវស្គាល់ទីតាំងរបស់មុំពិសេសយើងសិនស្គាល់ទីតាំងរបស់យើងហើយយើងត្រូវស្គាល់ដឹងថាខាងណាស៊ីមខាងណាកូសបន្ទាប់មកយើងត្រូវប្រើវិធីរបស់យើងគឺរើសចំនួនម្រាមដៃលើ2អញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាអាចចាប់បានតើតើនឹងវិធីមើល